គ្រាន់តែពាក់នាឡិកានេះអាចឲ្យយើងដឹងពីហានិភ័យនៃជំងឺទឹកនោមផ្អែមបានទាន់ពេលវេលានេះគឺជា Huawei Fit 5 Series នាឡិកាឆ្លាតវៃដំបូងបំផុតដែលមានមុខងារវិភាគហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមដោយមិនមានការចាក់បញ្ចូលឬក៏បូមឈាមអ្វីឡើយហើយនេះគឺជាលទ្ធផលរបស់ខ្ញុំបន្ទាប់ពីពាក់វាបានរយៈពេល3ថ្ងៃនាឡិកានេះបានរកឃើញថាមានការប្រែប្រួលកម្រិតក្លូយកូសនៅក្នុងឈាមរយៈពេលខ្លីខុសធម្មតាដែលវាផ្សារភ្ជាប់ទៅនឹងការញ៉ាំជាតិស្ករច្រើនហើយលទ្ធផលមួយនេះវាបានធ្វើឲ្យខ្ញុំសម្រេចចិត្តភ្លាមក្នុងការបដូររបបអាហារក៏ដូចជាបង្កើនការលេងកីឡាឲ្យបានច្រើនជាងមុនហើយខ្ញុំជឿជាក់ថាវាអាចជួយបងប្អូនក្នុងការបញ្ជាហានិភ័យក៏ដូចជាស្វែងរកការពិនិត្យព្យាបាលទាន់ពេលវេលាដូចគ្នាបើសិនជាបងប្អូនមាននាឡិកាមួយនេះនៅក្នុងដៃហើយខ្ញុំយល់ចិត្តវាត្រង់ថាយើងអាចប្រើជាអក្សរខ្មែរបានសូម្បីតែការវិភាគទិន្នន័យសុខភាពក៏គេសរសេរជាអក្សរខ្មែរដែរហើយបើយើងនិយាយអំពីមុខងារកីឡាកម្រិតអាជីពឬក៏មុខងារ GPS អីគឺមានដូចគ្នាហើយខ្ញុំក៏មានដំណឹងល្អមួយជូនបងប្អូនទាំងអស់គ្នាដែរគឺថាបើសិនជាបងប្អូនកក់នាឡិកានេះឥឡូវគឺទទួលបាន voucher បញ្ចុះតម្លៃរហូតដល់$40ទទួលបានកាស Huawei FreeBuds SE2 តម្លៃ$29មួយបូករួមជាមួយនឹង screen ការពារហើយនឹងខ្សែនាឡិកាថែមមួយទៀតពីលើការធានាផ្លូវការរយៈពេល1ឆ្នាំ